កម្លាំងនគរបាលក្រុងសេរីសោភ័ណ្ឌធ្វើការឃាត់ខ្លួនជនសង្ស័យ3នាក់ករណីលួចកាត់ខ្សែភ្លើងក្រុងសេរីសោភ័ណ្ឌដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីសឿមសារិទ្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី30ខែកក្កដាឆ្នាំ2026វេលាម៉ោង 23:40 នាទីកម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ្ឌដែលដឹកនាំដោយលោកវីរៈសេនីយ៍ ICD អធិការនគរបាលក្រុងសេរីសោភ័ណ្ឌបានទទួលបណ្ដឹងពីប្រជាពលរដ្ឋមានករណីលួចកាត់ខ្សែភ្លើងមួយកើតឡើងនៅចំណុចភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសេរីសោភ័ណ្ឌបង្កដោយជនសង្ស័យចំនួន3នាក់មួយឈ្មោះសាមិត្តសុផលភេទប្រុសអាយុ19ឆ្នាំពីរឈ្មោះតិតរស្មីភេទប្រុសអាយុ21ឆ្នាំ3ឈ្មោះចុងជីមីងភេទប្រុសអាយុ17ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិ4សង្កាត់ព្រះពន្លាក្រុងសេរីសោភ័ណ្ឌបាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាកវេពណ៌សលាយប្រផេះទៅលួចកាត់ខ្សែភ្លើងមួយកន្លែងនៅភូមិកូនខ្លាចាស់សង្កាត់កំពង់ស្វាយលួចកាត់បានខ្សែភ្លើងចំនួន4ខ្សែក្រោយពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានហើយពួកគេទាំង3នាក់នាំគ្នាជិះម៉ូតូទៅផ្លូវក្រោមក្នុងភូមិដីឡូកន្លែងស្ងាត់ដើម្បីបកខ្សែភ្លើងខាងក្រៅចេញនៅពេលដែលបកសម្បកខ្សែភ្លើងរួចជនសង្ស័យទាំង3នាក់បាននាំគ្នាជិះម៉ូតូឡើងមកផ្លូវធំវិញជួបសមត្ថកិច្ចយើងកំពុងជិះម៉ូតូល្បាតហើយស្រែកឲ្យពួកវាឈប់ម៉ូតូតែជនសង្ស័យនាំគ្នារត់រហូតដល់ផ្សារពង្រោត្រូវសមត្ថកិច្ចយើងជិះម៉ូតូដេញតាមទាន់ខាត់បានរួចនាំយកមកអធិការដ្ឋានដើម្បីសាកសួរពេលសាកសួរជនសង្ស័យទាំង3នាក់ខាងលើបានឆ្លើយសារភាពថាពួកគេពិតជាបានលួចកាត់ខ្សែភ្លើងពិតប្រាកដមែនមុខសញ្ញានេះធ្លាប់លួចកាត់ខ្សែភ្លើងចំនួន5លើកមកហើយថូតាំងដែលដកហូតបានមានកូនសោចំនួន3កន្ត្រៃចំនួន1និងខ្សែភ្លើងមួយចំនួនយើងបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមានបច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីទៅតុលាការ